កន្លែងហ្នឹងពេលច្រើនយើងប្រើទៅលើ concept liquidity យើងអាចមាន liquidity ជាច្រើនប្រភេទដែលមានទៅតាម session ឬមួយក៏ liquidity by side liquidity ឬមួយក៏ sell side liquidity ដែលយើងមើលជារៀងរាល់ session ឬមួយក៏រាល់ពេលដែល bank គាត់ eject money ចូលទៅលើទីផ្សារអូខេនិយាយការចាប់បានមកខ្ញុំប្រាប់ចឹងបើ account DeFi មកខ្ញុំត្រូវហ្មងអញ្ចឹងយើងបានតែYouTube បន្ថែមទៅមួយ trend line មួយ pattern មួយហើយដល់ពេលខ្ញុំនឹងបន្ទប់ខ្ញុំបិទ pattern វិញបន្ទប់បិទរៀបពេកឥឡូវមានប្រាក់ហើយពេលហ្នឹងក៏ពេលនេះក៏ខ្ញុំពេលដែល trend ខ្ញុំប្រាប់ខ្ញុំឈប់មួយរយៈហើយក៏ខ្ញុំ back មកវិញខ្ញុំរក mentor រៀនមួយ mentor ផងក៏រៀនខ្លួនឯងផងហើយក៏ចាប់ផ្ដើមប្របែកជាមួយអាការដែលយើង entry model ខ្លួនឯងហ្នឹងមានន័យថាការដែលមើលបើមាន mentor ឲ្យមកផ្សេងយើងរៀបយើងមើលផ្សេងជាងគឺយើងរយបន្ថែមមកឲ្យវាងាយស្រួលហើយទីទូទៅពេលដែលយើងរៀន strategy យើងអ្វីដែលប្របាក់ ICT គឺយើងដឹងហើយថាយើងបើកផ្សាយត្រូវមើលអីមុនគេយើងត្រូវគិតតែបើសិនជា ICT ដូចខ្ញុំប្រាប់អញ្ចឹងគឺខ្ញុំមើលទៅលើបាក់មុនគេក៏ liquidity មុនគេអញ្ចឹងទៅរកមើលថាមានរៀនមួយណាដែលតើទៅមួយបាក់យកទៅរៀនអាហ្នឹងហើយរៀនអាហ្នឹងរំតែចេះយូរប្របាក់មែនតើរំតែចេះអាហ្នឹងហើយរំចេះមើល liquidity គឺប្របាក់មែនតើស្វាគមន៍សាជាថ្មីមកកាន់ podcast កិតសិនរដូវកាលទី3ហើយយើងត្រឡប់មកវិញទៀតហើយដែលយើងនឹងពិភាក្សាជាមួយគ្នាទៅលើប្រធានបទជាច្រើនតាក់ទងទៅនឹងការជួញដូរឬក៏យើងហៅថា trading ហើយអ្វីដែលពិសេសនៅក្នុងថ្ងៃនេះគឺយើងមានភ្ញៀវកិត្តិយសរបស់យើងរហូតដល់ទៅ2នាក់ដែលគាត់បានអញ្ជើញចូលរួមហើយនៅក្នុងនឹងដែរខ្ញុំសូមណែនាំថាយើងមានអេងឆាយដែលគាត់ជាម្ចាស់នៃ community youngster trade ហើយគាត់មានបទពិសោធន៍ជាច្រើនឆ្នាំក៏ដូចជាយើងមានថងឌីបាទជំរាបសួរតែគាត់មកពី community របស់គាត់គឺ TD Hunter បាទអញ្ចឹងកុំឲ្យខាត់ពេលយូរឥឡូវយើងចូលទៅដល់ការពិភាក្សារបស់យើងតែម្ដងបាទជំរាបសួរជំរាបសួរបងបាទសុខសប្បាយសុខបងមួយរយៈនេះសុខយ៉ាងសុខទាំងអស់គ្នាបាទអញ្ចឹងបងប្អូនយើងគាត់តន្ទឹងរង់ចាំ season 3ឥឡូវយើងចេញដល់ season 3ហើយចូលដល់ភាគថ្មីទៀតហើយសាច់រឿងនៅដល់បន្តឥឡូវយើងថែមឈុតឆាកថ្មីថ្ងៃហ្នឹងនឹងមានការចែកម្លែកបទពិសោធន៍ពីថងឌីហើយនឹងឆាយតាក់ទងបទពិសោធន៍ trading របស់គាត់ពិតតែម្ដងយើងអត់មានរៀប script អីចាំទេអញ្ចឹងដំបូងខ្ញុំចង់ដឹងតាក់ទងទៅនឹងប្រវត្តិនៃការជួញដូរពីដំបូងណារបស់អ្នកទាំងអស់គ្នាដំបូងអ្នកទាំងអស់គ្នាចាប់ផ្ដើមរបៀបមិនអាចចេញពីឆាយទៅមុនណាបើនៅក្នុងវិស័យ trading នេះហ្មងការពីដំបូងឡើយខ្ញុំវិវត្តខ្លួនចេញពីអ្នក trade crypto ទេហើយចំនួនដែល trade crypto ហ្នឹងគឺចាប់ផ្ដើមនៅពេលដែលកំឡុង COVID កាលហ្នឹងដូចជាឆ្នាំ2019 2020កាលហ្នឹងខ្ញុំជឿជាក់ថាមិនមែនតែខ្ញុំទេទាំងអ្នកផ្សេងក៏គាត់អញ្ចឹងដូចគ្នាដែរគឺគាត់ search ទៅលើ YouTube គឺគាត់រកmake money online make money online ព្រោះពេលហ្នឹងយើងជាប់ lockdown ទាំងអស់គ្នាយើងធ្វើអីអត់កើតអ្នកការងារក៏គាត់បាត់បង់ចំណូលអីចឹងទៅអញ្ចឹងយើងត្រូវទៅ search make money online អញ្ចឹងទៅក៏ឃើញចាប់ផ្ដើមចេញពី trading ទៅលើ crypto មុនគេយើង trade ទៅលើ spot ជាមួយនឹង future តបមកបានក្រោយមកបានវិវត្តខ្លួនទៅជាយើង trade ទៅលើ forex full time វិញអញ្ចឹងមានន័យថាឆាយវិវត្តពីការជួញដូរទៅលើ crypto ចូលមក trade ទៅលើ forex បាទចុះថងឌីចាប់ផ្ដើមមិនដែរពេលហ្នឹងសម្រាប់ខ្ញុំវិញគឺខ្ញុំវិវត្តមកពីអ្នកធ្វើ advertise ដំបូងមកខ្ញុំមិនមែនជាប្រភេទ MMO ប៉ុន្តែយើងជាខាងមាន service ពី post page ក៏លក់ page អញ្ចឹងទៅប៉ុន្តែខ្ញុំគិតថានៅក្នុងពេលហ្នឹងក៏ខ្ញុំនៅក្នុង winning streak ខ្ញុំអាចរកចំណូលបានច្រើនតែគ្រាន់តែថាខ្ញុំគិតថា Facebook ហ្នឹងវាអត់ long term របស់ខ្ញុំហើយខ្ញុំក៏ព្យាយាមរកអីថ្មីបន្ថែមចង់ឲ្យវាមានមួយមុខទៀតណាហើយមានពីរដើម្បីឲ្យយើងអាច make income បានណាហើយពេលហ្នឹងខ្ញុំភ្លេចបាត់ហើយតែខ្ញុំអត់ដឹងតែខ្ញុំមើលឃើញអីពីការ trade ហ្នឹងតែខ្ញុំវាភ្លេចខ្ញុំមិនដឹងថាពេលខ្ញុំអស់ TikTok ក៏ YouTube ឃើញគេ trade ក៏មិនដឹងតែខ្ញុំឃើញតែខ្ញុំចាប់អារម្មណ៍ខ្ញុំ interest ខ្ញុំចង់ចូលហើយដល់ពេលថ្ងៃមួយនេះខ្ញុំឃើញបងមួយហ្នឹងគាត់ add story ទៅមួយ trade ហើយខ្ញុំវារៀបចេះយើងចង់ trade ហើយយើងអត់ដឹងថាអាការ analyze ផ្សារវាប្រើ APK អាការដែលបើ account trade ដាក់លុយមិនយើងអត់ដឹងហើយយើងក៏យើងតាក់ទងគាត់ថាបងខ្ញុំចង់ trade ដែរតែគាត់ចេះទាំងអស់គាត់បើកលុយដាក់$100 trade ដំបូងចំណេញមួយរៀលវាសบายអស់ទេតែពេលយូរទៅវាដាច់ខ្លាំងទៅក៏យើងចាប់ផ្ដើមសារៈមួយរយៈធំទេអូខេអញ្ចឹងមានន័យថាដំបូងជាអ្នកខាងកាន់ page កាន់ខាង advertise ទេហើយក៏ចាប់អារម្មណ៍ហុកចូលក្នុងវិស័យហ្នឹងអូខេអញ្ចឹងចុះតាក់ទងទៅនឹងយុទ្ធសាស្ត្រជួញដូរវិញចង់ដឹង
ថងឌីប្រើយុទ្ធសាស្ត្រជួញដូរអីគេបច្ចុប្បន្នសម្រាប់ខ្ញុំប្រើទៅ ICT បង ICT បាទអូខេប្រើតែ ICT សតមកបាទការពីដំបូងឡើយហ្នឹងការខ្ញុំរៀនដំបូងហ្នឹងគឺទៅមួយ SMC តែគាត់ពីវត្តទៅ ICT ទៅព្រោះសារខ្ញុំមើលឃើញថាវាមិនថាល្អតែគ្រាន់ថាការ confirmation មកវាច្រើនតង់ពេកច្រើនអញ្ចឹងខ្ញុំព្យាយាមមក try ទៅលើ strategy ICT វិញព្រោះសារនៅនឹងវាអត់ស្មុគស្មាញច្រើនយើងមើលតែទៅមួយតែ bias ឬក៏ liquidity តិចតួចគឺយើងបាន trade បានហើយយកត្រូវការ play ច្រើននេះអញ្ចឹងវារៀងសាមញ្ញជាងណា វា simple ជាងចុះឆាយបច្ចុប្បន្នសម្រាប់ខ្ញុំវិញខ្ញុំ apply ទៅលើ concept smart money concept អាចនិយាយថាដូចថងឌីលើកមកអញ្ចឹងវាអាចនឹងរៀង complicated ដោយសារវាត្រូវការ confirmation ច្រើនវាមិនមែនមានតែទៅលើ buyer ហើយ liquidity វាមាន sentimental យើងចូលរួមហើយយើងត្រូវបូកផ្សំជាមួយនឹង fundamental បន្ថែមទៀតដើម្បី make sure ថាយើងត្រូវ direction មួយវាអូខេចុះបើយើងគិតទៅលើ strategy ពីរហ្នឹងបើនិយាយពីការ make decision យើងថា ICT ស្រួលសម្រាប់ចិត្តជាងឬក៏មិនពីរហ្នឹងសម្រាប់ខ្ញុំគិតថាវាម្នាក់មួយយ៉ាង confirmation វាមាន model ផ្សេងគ្នា confirmation ដូចគ្នាដែរទេបើមិនជាពីរហ្នឹងប្រៀបធៀបទៅលើ concept មកខ្ញុំគិតថាអត់ខុសគ្នាច្រើនទេយើងមើលទៅលើ structure យើងមើលទៅលើអីដូចគ្នាដែរខ្ញុំគិតថាវាអត់ខុសគ្នាច្រើនគាត់ថា concept មួយវាអាច apply ទៅលើ pair ណាមួយដែលគាត់គិតថាហ្នឹងវាត្រូវជាមួយនឹង strategy របស់គាត់វាអាចនឹងជួនកាលមិនមែនគាត់ trade អត់ខ្លាំងទេប៉ុន្តែមកពីគាត់ត្រូវ pair អត់ត្រូវខ្ញុំគិតថាហ្នឹងក៏អាចជាបញ្ហាមួយដែរយើងមើលមិនឡងអញ្ចឹងអាចសួរចង់ជីគោលបន្តិចតើតើអង្គការប្រើ smart money concept របស់ឆាយប្រើនៅក្នុងហ្នឹងបើយើងនិយាយពីការប្រើប្រាស់យុទ្ធសាស្ត្រ smart money concept ហ្នឹងយើងមើលទៅលើចំណុចគ្រឹះធំអីគេខ្លះដែរសម្រាប់គ្រឹះធំអីដែលយើងផ្ដោតសំខាន់ហ្មងសម្រាប់ smart money concept គឺយើងផ្ដោតទៅលើ structure ហើយចំណុចធំមួយទៀតនោះគឺយើងត្រូវផ្ដោតទៅលើ liquidity ដោយសារយើងត្រូវការ follow smart money concept ហ្នឹងមានន័យថាយើងត្រូវតែ smart trader ដែលយើងត្រូវតែ follow ជាមួយនឹង bank ឬមួយក៏ liquidity provider យើងត្រូវរងចាំពួកគាត់ clear retailer ឬមួយក៏ spectacular trader ចេញអស់បានយើង follow តាមគាត់ចុះឆាយប្រើអីទៅមើលកន្លែងហ្នឹងកន្លែងហ្នឹងពេលច្រើនយើងប្រើទៅលើ concept liquidity យើងអាចមាន liquidity ជាច្រើនប្រភេទដែលមានទៅតាម session ឬមួយក៏ liquidity by side liquidity ឬមួយក៏ sell side liquidity ដែលយើងមើលជារៀងរាល់ session ឬមួយក៏រាល់ពេលដែល bank គាត់ eject money ចូលទៅលើទីផ្សារអូខេមើលទៅស្ដាប់ទៅដូចគួរចាប់អារម្មណ៍មែនទេអាចថាវាមានចេញមកយើងមើលទី1យើងមើល structure ហើយបន្ទាប់មកយើងមើលទៅលើអីគេliquidity area អូខេហើយបន្តមកទៀតបានយើងមានអីគេ confirm បាទ confirm សម្រាប់ confirm វិញយើងស្តៀងគ្នាទៅនឹង concept ICT ដែរយើងប្រើទៅលើ order block យើងប្រើទៅលើ supply demand កន្លែងហ្នឹងខ្ញុំចង់លើកន្លែង supply demand ហ្នឹងគឺយើង base ទៅលើ fundamental ដូចគ្នាដែរយើងត្រូវ make sure ថា demand មានតម្រូវការច្រើនជាងឬមួយក៏ supply មានច្រើនជាងទៅលើ pair ណាមួយអាហ្នឹងក៏វាអាចចាំថា combine strategy ជាមួយនឹង fundamental align គ្នាតើ fundamental ប្រាប់ថា direction គូនឹងទៅណាបានយើងទៅរក confirmation ដើម្បីស្របមួយ fundamental អូខេចុះថងឌីអាចចែកម្លែងបន្តិចបានរបៀបដែល set up ដែលថងឌីចូលអាចនឹងរបៀបចូលមានដំណាក់កាលមើលអីគេខ្លះហើយមានម៉ោងឬក៏អត់ទេបាទជាទូទៅសម្រាប់ការខ្ញុំប្រើប្រាស់ទៅលើ ICT ខ្ញុំមានគោលមានដូចជាតទៅមួយមាន3ចំណុចតទៅមួយbias មួយ liquidity ជាមួយនឹងការ contact time frame ហើយជា model មួយទៀតដែលយើងអាចរាប់ចូលហើយជាធម្មតានៅពេលដែលខ្ញុំ trade គឺខ្ញុំ base ទៅលើ bias មុនគេធម្មតា market វាតែងតែដើរនៅក្នុង higher time frame វា follow higher time frame ជាងអញ្ចឹងណាហើយបន្តមកទៀតក៏វាមាន case ដែលត្រូវ trade ដែរព្រោះថាបើសិនជាខ្ញុំជាក់ស្ដែង personal ខ្ញុំ trade តែទៅមួយ NQ ក៏ណា100ហ្នឹងទៅក្នុងម៉ោង New York ទេបាទអញ្ចឹងជាធម្មតាបើសិនជាពេលខ្លះនៅក្នុង higher time frame ហ្នឹងមិនមែនតែនិយាយតែពី weekly ឬក៏ daily ទេធម្មតាបើសិនជានៅក្នុងករណីថានៅក្នុងម៉ោងហ្នឹង daily មានអីមើលគឺយើងមើលតែ1ម៉ោងហើយទៅ5នាទីទេ1ម៉ោងហ្នឹងគឺមើលទៅលើ bias មើលទៅលើ liquidity ហើយដល់ពេល contact មក low ថាដូច3នាទីឬ5នាទីយើងមើលទៅមួយ order block ឬក៏ fair value gap confirm ធម្មតាទេបងអូខេហើយឯការខ្ញុំ confirm ចូលនោះវា simple តែខ្ញុំ apply ទៅ remanagement ចូលធម្មតាអូខេអញ្ចឹងអានេះ in term នៅក្នុងលក្ខខណ្ឌអញ្ចឹងថងឌីប្រើតា technical part សុទ្ធឬក៏មាន
ដាក់ fundamental ចូលខ្លះដែរអត់ អត់មានទេបងបើសម្រាប់ខ្ញុំប្រើតែ technical មើលតែ technical សិន ព្រោះសារសម្រាប់ខ្ញុំគិតថាវារៀង too much បើសិនជានិយាយ trade ណាស់100វាពិបាកទៅរកព័ត៌មានដែលវាច្បាស់ការមើលមិនចូលឡាវាពិបាកបងវាពិបាកហើយហ្នឹងអញ្ចឹងទៅបាទខ្ញុំ apply តែ strategy ធម្មតាគិតតែ risk reward អីធម្មតានៅក្នុងការ trade ទេអត់បានមើលទៅទៅ fundamental បន្ថែមទេ បាទអូខេអញ្ចឹងបើយើងនិយាយពីដំណើរនៃការចាប់ប្រាំមកយើងមាន strategy អញ្ចឹង strategy ដែលយើងកំពុងតែប្រើហ្នឹងប្រើយូរហើយមែនទេទាំងអស់គ្នាប្រើហ្នឹងយូរឬក៏មុនមកអត់ទាន់ចេះហ្នឹងទេហើយពិបាកអត់ពេលចាប់ប្រាំដំបូងសួរថងពេលចាប់ប្រាំដំបូងមានការលំបាកមានផលបាក់អីខ្លះដែរពេលដែលចាប់ប្រាំមកប្លុកក្នុងវិស័យហ្នឹងដំបូងពេលដែលប្លុកក្នុងវិស័យហ្នឹងដំបូងសម្រាប់ខ្ញុំមានផលលំបាកច្រើនដោយសារតែក្នុងចន្លោះពេលពី2ឆ្នាំទៅ3ឆ្នាំដំបូងគឺយើងអត់តន់ trade ចំណេញទេចន្លោះពេល3ឆ្នាំហ្នឹងគឺយើងខាតយើងនៅ draw down នៅឡើយរហូតដល់ពេលដែលយើងចាប់ផ្ដើមអាចនិយាយថាយើងរក mentor ត្រូវអូខេអញ្ចឹងខ្ញុំជឿជាក់ថានៅក្នុងវិស័យណាក៏ដោយក៏យើងត្រូវតែមាន mentor ដើម្បីណែនាំអីអញ្ចឹងដូចគ្នាដែរដើម្បីយើងមិនដើម្បីឲ្យយើងកាន់ជោគជ័យកាន់តែលឿនទេមានន័យថាដើម្បីឲ្យយើងជៀសនៅចំណុចណាដែលអត់ល្អដែលគេធ្លាប់ឆ្លងកាត់ហើយអូខេអញ្ចឹងហ្នឹងអីដែលឆ្លងបានន័យថាឆាយចាប់ផ្ដើមមកក៏មាន mentor ដែរមែនទេអូខេចុះថងឌីមានផលបាក់អីដំបូងចាប់ផ្ដើមដំបូងនិយាយការចាប់បានមកខ្ញុំប្រាប់ចឹងបើ account DeFi មកខ្ញុំត្រូវហ្មងអញ្ចឹងទៅយើងបានទៅYouTube បន្ថែមទៅទៅមួយ trend line មួយ pattern មួយហើយដល់ពេលខ្ញុំនឹងបន្ទប់ខ្ញុំបិទ pattern វិញបន្ទប់បិទរៀបពេកឥឡូវមានប្រាក់ពេលហ្នឹងក៏ពេលនេះក៏ខ្ញុំពេលដែល trade ខ្ញុំប្រាប់ថាខ្ញុំឈប់មួយរយៈហើយក៏ខ្ញុំ back មកវិញខ្ញុំរក mentor រៀនមួយ mentor ផងក៏រៀនខ្លួនឯងផងហើយក៏ចាប់ផ្ដើមប្របែកជាមួយអាការដែលយើង entry model ខ្លួនឯងហ្នឹងមានន័យថាការដែលមើលបើមាន mentor ឲ្យមកផ្សេងយើងរៀបយើងមើលផ្សេងយើងគឺយើងរយបន្ថែមមកឲ្យវាងាយស្រួលហើយទីទូទៅពេលដែលយើងរៀន strategy យើងអ្វីដែលពិបាក ICT គឺយើងដឹងហើយថាយើងបើកផ្សាយត្រូវមើលអីមុនគេយើងត្រូវគិតតែបើសិនជា ICT ដូចខ្ញុំប្រាប់អញ្ចឹងគឺខ្ញុំមើលទៅលើបើមុនគេក៏ liquidity មុនគេអញ្ចឹងទៅរកមើលថាមេរៀនមួយណាដែលតើទៅមួយបើយកទៅរៀនអាហ្នឹងហើយរៀនអាហ្នឹងរំតែចេះយូរពិបាកមែនតើរំតែចេះអាហ្នឹងហើយរំចេះមើល liquidity គឺពិបាកមែនតើបាទពេលខ្ញុំអត់ទាន់សូវចេះមើលដែរ liquidity ប៉ុន្តែបើស្ដាប់មើលstrategy ដែល apply ថងឌីនឹងឆាយស្តៀងគ្នាបើតាមមើលណាមើល buyer ហើយមើល liquidity area sweep ហើយ confirm មកតង់ទៀតហ្នឹងស្តៀងគ្នាបើស្ដាប់មើលទៅណាបើយើងស្ដាប់ប៉ុន្តែតយើងទៅតបើយើងចង់ល្បិតតយើងអង្គុយ trade ជុំគ្នាយើងល្បិតបានយុទ្ធសាស្ត្រហ្នឹងវាបែបម៉េចវាយើងគ្រាន់តែនិយាយអញ្ចឹងអាចនឹងកន្លែងខ្លះយើងច្រឡោះមែនទេអញ្ចឹងអូខេហើយអាកន្លែង liquidity ហ្នឹងខ្ញុំវាប្រិមិត្តអាចនឹងខ្ញុំជឿថាគាត់អត់តន់យល់ទេវារៀងពាក្យបច្ចេកទេសចង់ឲ្យឆាយហើយនឹងថងឌីជួយចែកលេខតិចបានទេបញ្យល់តាម concept ដែលឆាយយល់ឃើញបាទចឹងសម្រាប់ concept ដែលញ៉ាំឲ្យតម្លៃទៅលើ liquidity ហ្នឹងវាស្មើទៅនឹងលុយដែលចាក់ចូលទៅក្នុងទីផ្សារអញ្ចឹង liquidity ហ្នឹងសម្រាប់ខ្ញុំឲ្យវាជាច្រើនប្រភេទខ្ញុំឲ្យទៅលើ liquidity session ខ្ញុំឲ្យទៅលើ liquidity trend line ឬមួយក៏ liquidity ទៅលើ sentimental ដែលកន្លែងហ្នឹងខ្ញុំគេចង់ផ្ដោតទៅលើសំខាន់ទៅលើ sentimental ហ្នឹងមានន័យថា buyer ថ្ងៃហ្នឹងមានអ្នកចំនួនអ្នកទិញច្រើនជាងឬមួយក៏ចំនួនអ្នកលក់ច្រើនជាងអញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវទៅមើល liquidity ដែលគ្នាយើងពីច្រើនយើងប្រើទៅលើ buy side ឬមួយក៏ sell side liquidity ហ្នឹងឯងអាហ្នឹងគឺភាគច្រើនវាចេញមកពី spectacular ដែលគាត់ order ទៅលើ position ឬមួយក៏គាត់ដាក់ limit ទៅលើ position ទាំងអស់ហ្នឹងអញ្ចឹងអាហ្នឹងជាប្រភេទ sentimental analysis អញ្ចឹងយើងទៅមើលតន័យទៅវិញត្រូវទៅមើលតន័យ order បាទ order អញ្ចឹងបើចង់មើលតន័យ order ឆាយមើលតាមណាដែរភាគច្រើនតន័យ order sentimental យើងមាន website ច្រើនយើងអាចមើលទៅលើតាម broker ផ្សេងព្រោះអាតន័យទាំងអស់ហ្នឹងវាអត់បង្ហាញទាំងស្រុងទេឧទាហរណ៍ថាយើង check ទៅលើ broker មួយអញ្ចឹងយើងប្រើទៅលើ broker ហ្នឹងគឺយើង check ឃើញតែ sentimental broker ហ្នឹងឯងអញ្ចឹងយើងអាច check ទៅលើ sentimental ទីផ្សារទាំងស្រុងឯងយើងអាច check ទៅលើ heat map របស់វាទាំងស្រុងឯងអូខេអញ្ចឹងឆាយប្រើនៅក្នុង platform អីគេ TradingView ឬក៏មើលក្នុង website ហ្មងសម្រាប់អាហ្នឹងខ្ញុំមើលទាំងនៅក្នុង TradingView យើងមាន tool ជាច្រើនប្រភេទជា liquidity tool ហើយអាហ្នឹងក៏យើងមើលដូចគ្នាដែរហើយខ្ញុំមើលទៅលើ website ផ្សេងមួយទៀតអានេះដែលខ្ញុំអាចចែករំលែកបានដែរគឺខ្ញុំប្រើទៅលើ Fastbull
អូខេ fast bull បាទអញ្ចឹងនៅក្នុង fast bull ហ្នឹងវាមានឲ្យទិន្នន័យយើង pending order ហើយជាមួយនឹងទិន្នន័យ sentimental អ្នកដែលគាត់ចូលសារហើយឬជាមួយនឹងអ្នកដែលគាត់ដាក់ order អូអញ្ចឹងយើងអាចឃើញបានទាំងអស់ដែរប៉ុន្តែឃើញតែសម្រាប់ broker គាត់ទេអូខេបានន័យថាវា display ចេញតែសម្រាប់តែ broker មួយហ្នឹងឯងតើយើងមើលបើយើងចង់មើលលម្អិតតើយើងអង្គុយមើលទាំងអស់ទៀតអូខេចុះថងឌីសម្រាប់ថងឌីអាចបញ្យល់សាមញ្ញថា liquidity ហ្នឹងចង់សំដៅលើអីគេបាទនិយាយទូទៅសម្រាប់ liquidity ខ្ញុំស្ដាយទៅលើ swing point តែយើងហៅថាបានជា session ឬក៏ជា buy side session liquidity ហ្នឹងឯងអញ្ចឹងខ្ញុំប្រើមាន3តាក់ទងមួយ liquidity pool ជាមួយនឹង buy side sell side liquidity ជាធម្មតាពេលខ្ញុំ trade ខ្ញុំមើលតាក់ទងមួយ swing point ហើយចំណាំទៅដល់ទាំង all low all high previous high previous low ទាំងអស់សុទ្ធតែជា liquidity ទាំងអស់អញ្ចឹងខ្ញុំ trade best ទៅលើ order flow បើសិនជា order flow bullish ខ្ញុំ trade online buy បើសិនជា swap side ខ្ញុំរកឱកាស buy ទៅរក buy side វិញពួក market ដើរតែដើរពី liquidity មួយទៅ liquidity មួយហ្នឹងជា simple នៃការដែលខ្ញុំប្រើអូខេបានន័យថាថងឌីមើលទៅលើ swing point អញ្ចឹងអ្វីដែលថងឌីឲ្យនិយមន័យទៅលើ liquidity បានន័យថាគឺសំដៅទៅលើ swing point នៃពីចំណុចមួយទៅចំណុចមួយនៅក្នុង chart របស់យើងហ្នឹងដែលបើសិនជាមិនយើងនិយាយគ្នាតាក់ទងនឹង liquidity ឥឡូវថងឌីលើកឡើងតាក់ទង order flow ទៀតអញ្ចឹង order flow ហ្នឹងបើតាមខ្ញុំយល់អាហ្នឹងក៏ទស្សនៈដែលខ្ញុំគិតណាថាអាចថាការជួញដូរទៅតាមលំហ structure របស់ផ្សារទៅហ៎បាទអូខេអញ្ចឹងមានន័យថាបើផ្សារនៃ structure វាកំពុងតែ build ទៅលើ flow uptrend វាអាចនឹង pull ទៅរក demand level ណាមួយបាទយើងក៏មើលមុននឹងវា hit ទៅលើ demand level វាអាចនឹងមាន sweep liquidity មុននឹងវាបន្តទៅត្រូវហ៎ចង់និយាយកន្លែងហ្នឹងអញ្ចឹងបើសិននេះអានេះវាតចង់បញ្យល់ឲ្យយល់លោកបើកឆាតបាទតបើកឆាតបញ្យល់ហ្មងអាចយល់វិញនិយាយអញ្ចេះអាចនឹងរៀងវ៉ាអញ្ចឹង order flow ដែលថងឌីគាត់លើកមិញហ្នឹងគឺចង់សំដៅទៅលើលំហរបស់ផ្សារតើគេកំពុងតែ build up ជា up trend ឬក៏ build up ជា down trend អីចឹងទៅវាស្តៀងទៅនឹង buyers ដែរអូខេអញ្ចឹងសម្រាប់ឆៃមានអីចង់ថែមទេតាមមិនកន្លែងគាត់និយាយ buy side មួយ sell side liquidity ហ្នឹងនិយាយស្រួលយល់ហ្មងវាដូចតែឆក់គាត់និយាយ swing low swing high ហ្នឹងវាដូចតែឆក់អញ្ចឹងនៅពេលដែលវា sweep ទៅលើ swing low ហើយគឺវានឹងបកទៅលើ swing high របស់វាវិញអញ្ចឹងអាហ្នឹងវាមានន័យដូចតែឆក់អញ្ចឹងទៅវាទាញទៅហ្មងវាទាញពី low ទៅ high ពី sell side liquidity ចាស់ទៅ buy side liquidity យកហ្មងអូខេអញ្ចឹងបានន័យថា market concept ដែលឆាយជាមួយក្នុង deeper ហ្នឹងគឺស្តៀងគ្នាមែនតើស្ដាប់មើលទៅស្តៀងគ្នាមែនតើទាំង terminology ទាំងការមើលទៅលើ zone មើលទៅលើ flow មើលទៅលើ liquidity គឺស្តៀងគ្នាហើយបើសម្រាប់ខ្ញុំ trade ស្តៀងនឹងដែរខ្ញុំ trade នៅលើ US 30ហ្នឹងក៏ខ្ញុំ trade ប្រើ liquidity ដែរខ្ញុំប្រើ liquidity area ហើយនឹង volume ខ្ញុំបូកជាមួយនឹង volume ដើម្បីទាំងទំហំអ្នកចូលផ្សារនៅក្នុងហ្នឹងហើយវាច្រើនខ្ញុំមើលនៅក្នុង session របស់សហរដ្ឋអាមេរិកអញ្ចឹងខ្ញុំចង់ដឹងដែរម៉ោងព្រោះខ្ញុំ trade តែម៉ោង8កន្លះខ្ញុំចាប់ដើមមើលណាព្រោះកន្លែងហ្នឹងគឺ market មានការ movement ខ្លាំង volatility វាខ្ពស់ដើរច្រើនណាអញ្ចឹងចង់ដឹងទាំងអស់គ្នាប្រើមានម៉ោងអាម៉ោងហ្នឹងដែរអត់សម្រាប់ pick ម៉ោងkill zone